ទស្សនៈរបស់យើងសម្ដែងដោយ មេ Fujiwara និងមួយទៀតគឺ Hibiki Osuki សិតតែ idol មួយគូទៀតហើយសាច់រឿងមួយហ្នឹងគឺនិយាយអំពីតួស្រីទាំងពីរអ្នកយើងនេះគឺជាមិត្តភក្តិ best friend នឹងគ្នាគឺតែងតែមកញ៉ាំទឹកតែសំណេះសំណាលរឿងជុំវិញខ្លួនអីចឹងណាហើយថ្ងៃនេះក៏មានការបែបថាអួតគេហៅថាលេង application ណាត់ជួបបែបថាសិតតែបរិសសង្ហាក្មេងៗអញ្ចឹងណាតែកុំភ្លេចពីអ្នកនេះមានប្តីមានអីរួចទៅហើយក្នុងសាច់រឿងមួយហ្នឹងក៏ប៉ុន្តែដោយសារតែប្តីមិនសូវមានពេលមានអីឲ្យចឹងហើយក៏ចាប់ផ្ដើមណែនាំគ្នាឲ្យលេង app លេងអីចឹងទៅតួស្រីយើងហ្នឹងដំបូងឡើយក៏ដូចជាមិនសូវចាប់អារម្មណ៍តែដល់ទៅពេលមកផ្ទះប្តីហ្នឹងគឺបង្ងើយកដៅអញ្ចឹងហើយក៏ចាប់ផ្ដើមអូសទូរស័ព្ទលេងទៅក៏វាក់ឃើញប្រុសក្មេងដ៏ស្រស់ស្អាតមួយក៏មានការណាត់ជួបអីចឹងទៅហើយអាតួប្រុសដែលមកណាត់ជួបហ្នឹងគឺបែបថាអត់ប្រកាន់អត់អីទេទោះដឹងថាជាយ៉ាងណាក៏ដោយបើអត់អីទេបើថាចែត្រូវការគឺខ្ចាយភ្លាមបាននឹងទីកន្លែងហ្នឹងតែម្ដងអត់ខ្វល់អ្វីទាំងអស់ណែដល់ចឹងហើយតួស្រីរបស់យើងក៏ចាប់ផ្ដើមមានអីល្អតើអរគុណដែរដែលបានណែនាំ app ហ្នឹងអីចឹងហ៎ទូមិត្តភក្តិគេថាឃើញអត់ប្រាប់ហើយប្រាប់ទៀតហើយដល់ចឹងហើយតួស្រីរបស់យើងគឺណាត់ខ្ចាយគ្រប់ពេលវេលារហូតដល់មានការណាត់មិត្តភក្តិគាត់ថាខាងតួប្រុសហ្នឹងក៏មានមិត្តភក្តិសង្ហាដែរអញ្ចឹងចង់ឲ្យតួមិត្តភក្តិអីហ្នឹងទៅជុំគ្នាបាន4អីចឹងណាហើយសួរថាខាងមិត្តភក្តិនេះបដិសេធអត់មើលមុខទៅបដិសេធយ៉ាងមិនកើតនេះដល់អញ្ចឹងហើយក៏ត្រៀមណាត់គ្នាបែបថាខ្ចាយលើខ្ចាយមិនដឹងថាគួរថាប្រមាណខ្ចាយទេញាក់សាច់តែម្ដងហើយចង់ប្រាប់ថាវគ្គចុងបញ្ចប់ហ្នឹងគឺហូអេមលើអេមខ្ចាយលើខ្ចាយក្រោមខ្ចាយតែម្ដងញាក់សាច់មកគេអត់សោះប៉ះស្មើដល់ឡើងជារីកូកុំភ្លេចទៅសើចមើលធានាឲ្យថាមិនខកចិត្តតួស្រីយើងទាំងពីរសិតតែជាកម្ពុជា idol ដែល admin តាមដានតែម្ដងហើយបើចូលចិត្តក៏កុំភ្លេចចុច like ចុច follow ផងបញ្ជាក់ថាមើលទៅមិនខកចិត្តខកបំណងតែម្ដងអេម